ដើម្បីបញ្ជាក់វានៅល្អក៏មិនល្អអញ្ចឹងយើងធ្វើតេស្តនឹង10គីឡូក៏បានដែរតេស្ត10គីឡូសាកមើលឡើងដល់ពេលយើងបញ្ច្រាស់មកវិញអញ្ចឹងវាឡើងកន្លែងបន្តិចអូខេអានេះគឺ A20 យើងវាស់ចេះឡើងហើយយើងច្រាស់វិញអត់ឡើងទេអូខេចឹងអានេះគឺអត់ឡើងទាំងអស់អូខេចឹងអានេះគឺ PNP 1943ហើយយើងដើម្បីបញ្ជាក់ច្បាស់គឺយើងប្រើកាលីប10គីឡូនេះគេហៅ resistance ចានគឺ5វ៉ាត់0.25 អូមអញ្ចឹងកន្លែងនេះគឺយើងតេស្តត្រឹមនេះបានហើយបើវាដាច់វាអត់ឡើងទេអូខេនៅល្អ resistance អានេះយើងហៅ resistance ក៏បានហៅ resistance ក៏បាន resistor ក៏បានដែរសម្រាប់តែយើងទេហៅយ៉ាងម៉េចក៏យើងអាចស្ដាប់គេបានដែរខ្លះគេហៅតែ resist ចឹងទៅយើងក៏អាចស្ដាប់គេបានដែរគេមិនដាក់ថា resistance resistor អីទេគេដាក់ resist អញ្ចឹងភាសានិយាយហើយនិងភាសាអានខុសគ្នា